ឃើញក្បាលវាតោហ្នឹងមិនមែនថាមកបុកអីបុកលហុងបុកអីទេបងប្អូនគឺបុកគ្រឿងស្លម្ជូរត្រីស្រែនេះត្រីស្រែបងប្អូននេះចំនួន7ខាំតែក្នុងទូរស័ព្ទតូចតូចនៅក្រៅធំធំត្រីកញ្ចុះហ្នឹងហើយថ្លៃឯងបងប្អូនមិនមែនថោកទេមួយខាំ2000បងប្អូនគិតទៅ1គីឡូប្រហែលហើយត្រួយអំពិលនេះវិញវាត្រូវគ្នាទៀតភ្លៀង1មេ2មេមកឡើងខ្ចីញ៉ាញ់ទ្រាំមិនបានទេគឺត្រូវតែមានត្រីស្រែហ្នឹងដាក់មកត្រូវម៉ាច់តែម្ដងហើយត្រួយ7ថាដើម7យាយខ្ញុំក៏ដាំហើយផ្កានេះក៏យាយខ្ញុំក៏ដាំដែរឥឡូវគាត់ចាស់ហើយអាយុ90ហើយយាយខ្ញុំមកហើយគាត់ទុកនេះឲ្យកូនចៅមើលអញ្ចឹងស្អាតណាស់បងប្អូនអើយគាត់ប្រកែដាំដៃយាយខ្ញុំគាត់ត្រជាក់ណាស់ហ្មងដាក់អីដុសហ្នឹងហ្មងដៃគាត់តែខ្ញុំដាំអត់សូវដូចគាត់ទេមិនសូវជាបានផលដូចគាត់ទេគាត់ដាក់អីដុសហ្នឹងតែហ្មងខ្ញុំសរសើរគាត់ដាំអានុងដាំតឡាចគាត់ឥឡូវគាត់ធ្វើអីអត់កើតគាត់អត់បានដាំទេបងប្អូនគាត់ចាស់ជរាហើយឥឡូវគ្រាន់តែកន្លែងឃើញឡើង7ហ្នឹងវាលាបទឹកមាត់ទៀតហើយបងប្អូនត្រួយ7ហ្នឹងកន្លែងឃើញត្រួយ7សោះក៏លាបទឹកមាត់ដែរអត់ដល់របស់ជូដល់អាម៉េចហ្នឹងនឹងវយសម្លេងនឹងលាបទឹកមាត់ហ្មងឥឡូវយើងមកបេះយកតែត្រួយដូចខ្ញុំនិយាយអញ្ចឹងត្រួយ7នេះស្ល10 20ផ្ទះក៏អត់អស់ដែរភ្លៀងពី3មេមកវាលាស់និយាយវាល្អមែនតើហ្មងធ្វើឲ្យយើងទ្រាំមិនបានហើយណាមួយមានត្រីស្រែទៀតថ្ងៃហ្នឹងល្អមែនតើហ្មងស្លទៅត្រូវម៉ាច់ហ្មងបងប្អូនហើយត្រួយ7ហ្នឹងវាជូរទៀតមិនអត់ជូរ7ខ្លះអត់សូវជូរ7នេះជូរហ្មង7ហ្នឹងជូរដូចថាខ្ញុំបេះអត់យកច្រើនទេព្រោះខ្ញុំធ្លាប់បេះហ្នឹងតា3 4ក្តាំហ្នឹងគឺជូរល្មមខ្ញុំមាត់ខ្ញុំហើយតែខ្ញុំអត់សូវជាហូបជូរប្រហែលទេព្រោះអីវាកពើរះពេកបងប្អូននេះខ្ចីល្អណាស់ឃើញទេថាអូយខ្វាកនឹងបេះមកនឹងបេះអាណាទុកអាណីវាច្រើនពេកវាល្អពេកល្អពេកចឹងដឹងបេះអាណាទុកអាណីជាដើបេះអានេះបេះអានោះចឹងទៅហើយបើសិនជាអត់សូវមានវិញយីដើរសំបោចអស់ហើយកន្លែងណាក៏បោចអស់តែបើមានចឹងវិញតិចមកចប់តិចអានេះចប់អានោះហើយក្មួយគាត់កាន់ក្មួយខ្ញុំគាត់កាន់ច្បោកឲ្យអ៊ំដាក់មកត្រួយ7ដាក់មកក្មួយបាន2 3នាក់បងប្អូនសិតតែស្រីឥឡូវនេះត្រីយើងធ្វើរួចរាល់អស់ហើយត្រីនេះខ្ញុំលាងទឹកអំបិលលាងអំបិលដាក់ច្របាច់អំបិលច្របាច់អីហើយបងប្អូននេះស្រាប់ពងណាភាគច្រើនពងហើយនេះត្រកូលស្រែបេះបេះថ្ងៃមុនហ្នឹងគឺវីដេអូថ្ងៃមុនហ្នឹងបងប្អូនគឺមានម្អមមានអីអត់មានអីច្រើនទេនិយាយចំសម្លម្ជូរស្រែយើងហ្នឹងឯងជូរតកួនហើយតកួនសុកស្រែយើងគឺផុយល្អហើយគ្រឿងកាត់ឆ្អាបយើងមានអីទេមានម្ដេងម្ទេសមកខ្ទឹមសហើយនឹងល្មៀតផងដែរហើយនឹងមានគល់សក្រី1គល់ផងដែរឥឡូវយើងចាប់ដើមបុកមកម្ដេងបន្តិចមកហើយខ្ទឹមសហើយល្មៀតយើងចូលមកហើយក៏មានម្ទេសនឹងដាក់មកបងប្អូនចង់ដាក់ហិលខ្លាំងបងប្អូនដាក់ម្ទេសឲ្យច្រើនតិចមកតែខ្ញុំយកហិលមកល្មមឯងឡមទេហើយយើងបុកទៅទុកដាក់មួយទឹកសម្លធ្វើទឹកសម្លយើងឡើងពណ៌ស្អាតហើយកាត់ឆ្អាបទៀតហើយយើងមានម្អមមានអីដែរណាហើយបន្ទាប់មកទឹកពុះហើយយើងក៏ចោលអត់បានទេគឺកេពីដូនតាយើងនេះគឺប្រហុកតែម្ដងយើងដាក់ខ្ញុំដាក់ផុកសាច់ទេបងប្អូនខ្ញុំក៏ច្រាមថែមទៀតរួចហើយខ្ញុំដាក់អំបិលមួយស្លាបព្រាមករួចហើយក៏ដាក់ត្រីយើងចូលតែម្ដងនិយាយចំទៅគឺថាយើងដាក់គល់សក្រីមកដើម្បីហើយនឹងអាគ្រឿងបុកយើងមិញដើម្បីអីកាត់ឆ្អាបហើយរួចហើយក៏ដាក់ទឹកត្រីប្រហែលជាមួយស្លាបព្រាមកទឹកត្រីនឹងហើយខ្ញុំអត់ប្រើចេញទេខ្ញុំប្រើរ៉ូឌីមួយចុងស្លាបព្រាហើយរួចហើយខ្ញុំរងាស់មកទុះធំហើយខ្ញុំដាក់ស្លឹកអំពិលចូលទៅដើម្បីក៏អាហ្នឹងក៏កាត់ឆ្អាបដែរបងប្អូនណាយើងដាក់ស្លឹកអំពិលមុនទៅឲ្យវាចេញជាតិជូរហើយមើលត្រីកជ្រូកមានពងបងប្អូនណាខ្ញុំអត់ដែរឃើញណែទៅទិញមកចាំប៉ះសាហ្នឹងឥឡូវខ្ញុំភ្លក់ទៅខ្ញុំស្ទើរខ្ញុំថែមស្ករបន្តិចអំបិលបន្តិចហ្នឹងចូលគ្នាមិញហ្នឹងណាហើយឥឡូវជួយហូបជាមួយខ្ញុំទាំងអស់គ្នាជាតិតែបងប្អូនថ្ងៃហ្នឹងឆ្ងាញ់មែនតើហូបបាយអស់ច្រើនដាក់ទឹកត្រីញិចហិលតិចអាហ្នឹងបើសិនជាយើងអត់មានទឹកត្រីហិលក៏អត់សូវឆ្ងាញ់ដែរព្រោះខ្ញុំស្លនេះអត់យកជាប្រៃពេកទេខ្ញុំយកល្មមដាក់ទឹកត្រីមកវាត្រូវម៉ាច់តែម្ដងឡើងជួយហូបជាមួយខ្ញុំទាំងអស់គ្នាថាអរគុណច្រើនចំពោះការតាមដានវីដេអូរបស់ខ្ញុំការចុច like ចុច share និង comment ល្អហើយនឹងជួយ follow page ខ្ញុំម្នាក់មួយផងនិង channel YouTube ខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាបលាបាយបាយ